អ្នកលេងផ្លែកែងពិឃាតធឿនធារាបានដាក់ចំទៅកលាករហ៊ីសៃទីម៉ូបែបនេះបាត់ជំរាបសួរប្រិយមិត្តបងប្អូនថ្ងៃនេះមានព័ត៌មានថ្មីលើកមកចែកជូនប្រិយមិត្តបងប្អូនទៀតហើយគណៈថ្មីនេះគឺកលាករតៃម៉ូហ៊ីសៃមកប្រទេសកម្ពុជាជួបនឹងជើងខ្លាំងគុណខ្មែរអ្នកលេងមុខសែតចម្រើនគុណខ្មែរហើយលើកមុនកលាករធឿនធារាបានលើកឡើងនិយាយចំថាកលាករគុណខ្មែរគ្មានគីឡូណាឈ្នះកលាករហ៊ីសៃទីម៉ូទេព្រោះបែបនេះបាទបងប្អូនគឺកលាករធឿនធារាគាត់បានចេញវិភាគចំពីកលាករតៃម៉ូហ៊ីសៃក្រោយឈ្នះកលាករវ័យប្រៃពិសវត្តនិងកលាកររាហូមាសឈុតសេរីវណ្ណហងហើយនៅក្នុងនោះកែងវិភាគធឿនធារាបានលើកឡើងនិយាយថាកលាករតៃម៉ូហ៊ីសៃគាត់អាវុធផ្លាស់ដេញចូលលឿនហើយបើកលាករគុណខ្មែរប៉ះគឺពិបាកខ្លាំងមែនទែនហើយពិសេសមិនថាកលាករសុកធីមនុស្សឈើសុកធីទេឬក៏កលាករណាគឺប៉ះពិបាកខ្លាំងមែនទែនហើយគាត់បានលើកឡើងថាកលាករសុកធីគឺមិនមែនជាដៃគូហើយអ្នកលេងមុខសែតចម្រើនគុណខ្មែរក៏ពិបាកនឹងចូលប្រកួតជាមួយនឹងតៃម៉ូដែរប្រិយមិត្តបងប្អូនព្រោះអាវុធរបស់ហ៊ីសៃទីម៉ូអាវុធគាត់គឺចេញចូលផ្លាស់ដូរលឿនហើយវៃឆ្លាស់ស្អាតហើយការចេញចូលអាវុធគាត់គឺវាច្បាស់មួយដៃគឺត្រង់ហើយម៉ាត់ពេញទៀតផងបើកលាករអ្នកលេងមុខសេតប៉ះតតែរៀងឃុំបិទហើយវៃចេញចូលល្អហើយវៃកាត់ទៀតនោះបានឈ្នះកលាករហ៊ីសៃទីម៉ូបងប្អូនចូលវៃកាត់នឹងមានសង្ឃឹមថាឈ្នះតៃម៉ូហ៊ីសៃចាំមើលកលាករធឿនធារាគាត់ចេញវិភាគច្បាស់ថាកលាករគុណខ្មែរគឺអត់មានគីឡូណាឈ្នះតៃម៉ូទេប៉ុន្តែចាំមើលចម្រើនគុណខ្មែរប៉ះជាមួយនឹងហ៊ីសៃទីម៉ូមើលបើចម្រើនគុណខ្មែរប្រកួតឈ្នះពិតជាអស្ចារ្យខ្លាំងមែនសំបីតកែងវិភាគធឿនធារាក៏គាត់ផ្ដល់ជើងពលបានដាក់ចំដែរបងប្អូនថាកលាករហ៊ីសៃទីម៉ូនេះគឺគាត់ល្អខ្លាំងតែអាវុធរបស់គាត់នៅក្នុងកិច្ចពិមួយគាត់បានជាចំបងប្អូនកលាករហ៊ីសៃទីម៉ូគឺអាវុធគាត់ល្អមែនតើបងប្អូនមិនថាការប្រកួតធ្លាប់មកប្រកួតទេសកម្ពុជាយើងបងប្អូនដឹងហើយគឺធ្លាប់ចាញ់ម្ដងគឺចាញ់កវីប្រៃពិសវត្តប៉ុន្តែពេលចាញ់ទៅប្រកួតនៅសង្វៀនណុកអោវិញគឺគុណខ្មែរយើងចាញ់គាត់ទាំងពីរដងមិនថាឈុតត្រីវណ្ណថងឬកវីប្រៃពិសវត្តទេប៉ុន្តែលើកនេះកលាករហ៊ីសៃទីម៉ូប្រកួតថ្ងៃទី3មេសានេះគឺជាការប្រកួតវីដណ្ដើមខ្សែក្រវ៉ាត់ដែលចូលសន្តិភាពផងដែរដែលជាខ្សែក្រវ៉ាត់មួយដាក់ឲ្យកលាករគុណខ្មែរចម្រើនគុណខ្មែរចូលដណ្ដើមពីកលាករហ៊ីសៃទីម៉ូបងប្អូនប៉ុន្តែលើកនេះត្រៀមការប្រកួតនេះចាំមើលទាំងអស់គ្នាតើហ៊ីសៃទីម៉ូលុតចម្រើនគុណខ្មែរឬក៏កលាករចម្រើនគុណខ្មែរលុតហ៊ីសៃទីម៉ូវិញព្រោះចម្រើនគុណខ្មែរគឺយោងតាមលោកគ្រូខឹមជាតិគាត់បានបង្ហើបថាចម្រើនខ្មែរហាត់ពេញលេញដែរក្រោយការប្រកួតចុងក្រោយចាញ់របួសបន្តិចបន្តួចនឹងប៉ុន្តែយើងចាំមើលបើចម្រើនគុណខ្មែរមានអាវុធវៃកាត់ដូរផ្លាស់លឿនទៅលើកលាករហ៊ីសៃទីម៉ូអាចនឹងមានសង្ឃឹមឈ្នះប៉ុន្តែកលាករចម្រើនខ្មែរក៏ធ្លាប់ឈ្នះដៃគូហ៊ីសៃទីម៉ូម្ដងដែរបងប្អូនដល់ឈ្នះថ្មីនេះការប្រកួតជាមួយនឹងកវីប្រៃពិសវត្តហ្នឹងបងប្អូនប៉ុន្តែចម្រើនគុណខ្មែរក៏ឈ្នះអានោះឈ្នះដៃគូតៃម៉ូហ៊ីសៃប៉ុន្តែសំខាន់លើកនេះត្រៀមបងប្អូនចាំមើលតៃម៉ូហ៊ីសៃឈ្នះឬក៏យ៉ាងណាឬក៏ចម្រើនគុណខ្មែរយើងអ្នកឈ្នះព្រោះអាវុធគាត់មកខាងអ្នក50សម្រាប់មិនប៉ុន្តែអ្នកគ្រប់គ្រងជាច្រើនក៏បានលើកឡើងថាតៃម៉ូហ៊ីសៃជាអ្នកឈ្នះហើយត្រូវមានព័ត៌មានប៉ុណ្ណេះទេចែកជូនបងប្អូនកុំភ្លេចចុច Subscribe នៅមួយ Post ឆែកដល់ព័ត៌មានថ្មីពី Channel កលាប់តែគុណខ្មែរចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ